ក្លបជាប់ពន្ធនាគារមួយលើកហើយពីបទហិង្សាដោយចេតនាចេញមកវិញគឺលួចបាទគឺដំណាំចំការផ្លែមៀនគឺទៅលួចផ្លែមៀនបាត់កន្លះបាវទៅយកជែកនៅក្នុងភូមិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែលលួចទាំងផ្លែមៀនផងលួចទៅយកជែកទៀតអ្នកភូមិបាននាំគ្នាទៅប្តឹងបាទប៉ុស្តិ៍នគរបាលនៅក្នុងករណីលួចផលដំណាំតាំងពីទៅយកជែករហូតដល់បាទតននឹងភ្នែកដែលករណីនេះកំពុងតែឡើងកាច់ផ្លែមៀនបាទកាច់ផ្លែមៀននឹងច្រកបាវតែត្រូវសមត្ថកិច្ចតាមតនឲ្យឃាត់ខ្លួនបានហើយដោយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង13បាទ13ថ្ងៃទី27បាទនៅតែម៉ោង1រសៀលថ្ងៃទី27តុលា2025នៅចំណុចភូមិបារ៉ែនលើឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្ដាលលោកវរៈសេនីយ៍ត្រីវែងសុខុនដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលគឺបានប្រាប់ឲ្យដឹងថាអ្នកភូមិរងគ្រោះបាទចំនួន2នាក់មានទី1ឈ្មោះហេងយូភេទស្រីអាយុ72ឆ្នាំជនជាតិខ្មែរមុខរបរគឺជាមន្ត្រីដែលចូលនិវត្តន៍គឺជាម្ចាស់ផ្លែមៀនទី2ឈ្មោះថាស្រេងស៊ីវឡៅភេទស្រីអាយុ65ឆ្នាំមុខរបរគឺជាកសិករម្ចាស់តយងជែកបាទចំណែកឯជនសង្ស័យឈ្មោះថារុងសារ៉ុំភេទប្រុសអាយុ41ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានគ្រឿងញៀនបាទនឹងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារនឹងមួយលើករួចមកហើយរយៈពេល1ឆ្នាំកន្លះបាទពីបទហិង្សាដោយចេតនាដោយបាទជនរងគ្រោះនិងបាទជនសង្ស័យសុទ្ធតែមានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នាវត្ថុតាងដែលចាប់យកបានគឺតយងជែកបាទតយងជែកនឹងចំនួន7ត្រយងផ្លែមានកន្លះបាវច្រើនណាលួចកាច់ផ្លែមានគ្នាឡើងអស់ឲ្យលេងហើយបានអីលក់ឆ្នាំហ្នឹងផ្លែមានកន្លះបាវហើយកណ្ដៀវកែច្នៃបាទមួយដើមផងដែរលោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថាជនសង្ស័យជាមនុស្សដែលប្រើប្រាស់ថ្នាំញៀនជាប្រចាំហើយតែងតែលួចរបស់របរនិងផលដំណាំរបស់អ្នកភូមិជាញឹកញាប់ណាស់មកហើយដោយថ្ងៃកើតហេតុជនសង្ស័យនេះបានធ្វើសកម្មភាពបាទលួចដល់ទៅ2លើកឯនោះហើយលើកទី1នៅវេលាម៉ោង 11:30 នាទីបាទជនសង្ស័យធ្វើសកម្មភាពលួចបេះផ្លែមៀនជនរងគ្រោះបានកន្លះបាវដែលជនរងគ្រោះនឹងបានថតបានជាវីដេអូហើយជាភស្តុតាងទៀតយកទៅប្តឹងសមត្ថកិច្ចតែហើយជនសង្ស័យបានរួចកិច្ចចេញពីបាទផ្ទះបាត់ទៅបាទន័យថាពេលដែលគេថតបានគេដូចជាដឹងខ្លួនដូចជារត់កិច្ចបាទលើកទី2វេលាម៉ោង13រសៀលវេលាម៉ោង13ថ្ងៃខែឆ្នាំដដែលបាទនេះលួចពីព្រឹកហ្នឹងមិនអស់ចិត្តល្ងាចលួចទៀតបាទជនសង្ស័យធ្វើសកម្មភាពលួចតយងជែកបាទហើយក៏ម្ចាស់ដែលជាជនរងគ្រោះហ្នឹងតាមតនថាលួចតយងជែកបាន7តយងបាទត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយកទៅប៉ុស្តិ៍ធ្វើការសួរនាំបច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតន្តាមនីតិវិធីច្បាប់បាទតាមការបញ្ជាក់យើងដូចជាគ្មានអីសង្ស័យទេព្រោះអ្នកភូមិអ្នកស្រុកក៏គាត់ដឹងដែរតែមុខមាត់ស្អាតបាទលោកបាទណាវិញមើលទៅដល់ស៊ឺដូចទូកឯរឿងចិនដែរណាបាទ F4 មើលទៅដូចសំសនំសនូលប៉ុន្តែបងប្អូនហើយពេលខ្លះយើងឃើញអ្នកជាប់ពន្ធនាគារឬក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទល្មើសណាមកខ្ញុំស្ដាយបាទខ្ញុំស្ដាយអីខ្ញុំស្ដាយមើលទៅមនុស្សយើងកម្របានកើតបានជាមនុស្សមកមានរូបរាងសរីរាង្គកាយគ្រប់គ្រាន់ហើយរាងកាយសមសួនមុខមាត់ស្អាតបានយើងងាយណាបងងាយយូរណាស់ខ្ញុំនិយាយនេះមិនមែនថាបន្ទោសប្រអាក់ឬក៏វាយប្រហាក់អីទេតែយើងគួរឲ្យស្ដាយនៅការគិតខុសបាទគិតខុសឬការសេពគប់ខុសខ្ញុំចង់និយាយទៅលើបញ្ហាគ្រឿងញៀនតែប៉ុណ្ណោះបើសិនជាមិនមែនបញ្ហាគ្រឿងញៀនមិនបណ្ដាលឲ្យគាត់ទៅជាថ្នាក់ហ្នឹងទេបងបាទគាត់ញៀនថ្នាំអញ្ចឹងទៅជាគាត់ធ្វើអីក៏បានដែរឲ្យតែបានលុយទៅលួចរបស់គេរហូតដល់ផ្លែមៀនទៅបេះគេម្ចាស់គេនៅផ្ទះក៏ទៅលួចកាច់របស់គេបានដែរបាទនេះម្ចាស់គេមកដល់នេះឲ្យថតនេះវីដេអូបងពងទស្សនានេះគាត់មកធ្វើកាច់ទៅធ្វើធម្មតាដាក់ច្រកបាវធ្វើធម្មតាហើយម្ចាស់គេនៅពងចូលថតហ្នឹងហើយគេទៅស៊ូគេទៅនាំអីធ្វើដូចជាមានដូចគាត់ខំដាំដីរបស់គាត់អញ្ចឹងទៅឆែកមើលទៅធ្វើបង្ងើអញ្ចឹងទៅបាទតែខ្ញុំប្រាប់បងប្អូនចេះបើសិនជាឃើញអញ្ចឹងអីកុំទៅដល់ថ្នាក់ចិត្តឲ្យទៅថតឲ្យទៅធ្វើអញ្ចឹងរាយការណ៍ទៅសមត្ថកិច្ចខ្ញុំភ័យជំនួសភ័យវិសុវត្ថិភាពដែរបាទសុវត្ថិភាពព្រោះជននេះកាលណាគាត់ញៀនបែបហ្នឹងគាត់ទៅជាបែបហ្នឹងអីក៏គាត់ហ៊ានធ្វើដែរបាទអាចជាដបងអាចជាបថៅអាចជាកបិតណាបកគ្រោះថ្នាក់ដល់យើង
ចឹងសូមបងប្អូនមេត្តាកុំទៅដល់ថ្នាក់ទៅចិត្តគាត់ឲ្យទៅដេញដោលទៅចង្អុលទៅឆ្លោះទៅរោរឿងអីបានទេបងប្អូនប្រយ័ត្នយ៉ាងបាទប្រយ័ត្នយ៉ាងសុវត្ថិភាពតខ្លួនប្តឹងសមត្ថកិច្ចឲ្យប៉ូលីសគាត់ធ្វើការទៅកុំឲ្យឃើញយើងទៅដល់ថ្នាក់តតាំងចង្អុលអីចឹងពូមនុស្សដែលគាត់ញៀនថ្នាំឬក៏គាត់មានបញ្ហាវិបលៈស្មារតីប្រព័ន្ធសរសៃប្រសាទប្រព័ន្ធអីគាត់ផ្សេងមានបញ្ហាហើយគាត់អាចធ្វើអីក៏បានដែរបាទលើអារម្មណ៍លើចិត្តរបស់គាត់យ៉ាងម៉េចយើងគិតមិនដល់ណាអាចបង្កគ្រោះថ្នាក់ដល់យើងយ៉ាងណាក៏អរគុណដល់សមាជិកដែលបានខកខ្លួននៅជនសង្ស័យនេះកុំឲ្យមានការភ័យនិងព្រួយបារម្ភបាត់បង់ទ្រព្យសម្បត្តិថ្ងៃនេះលួចទៅយងជែកលួចផ្លែមៀនថ្ងៃក្រោយគាត់អាចចាត់ចែងជាម៉ូតូទៅជារបស់របរលួចកោះផ្ទះលួចអីវារឿងផ្សេងទៀតណាបាទអញ្ចឹងសូមសំណូមពរដល់យុវជនយុវនារីរបស់យើងជៀសឲ្យឆ្ងាយពីគ្រឿងញៀនបើចង់ឲ្យខ្លួនមានអនាគតល្អខ្លួនមានជាតំពាំងស្នងរិស័យបាទជួយជាតិជួយសង្គមជួយក្រុមគ្រួសាររបស់យើងសូមកុំបាទខ្សែគប់នឹងចង់ដឹងចង់សាកនៅគ្រឿងញៀនអីបាទ